ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការ boost post Facebook សម្រាប់បងប្អូនដែលចង់ធ្វើការ boost post Facebook ហើយទទួលបានលទ្ធផលពិតៗបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគឺយើងគ្រាន់តែត្រូវការ link post ណាមួយរបស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាណាបងប្អូនជាដំបូងបងប្អូនអាចចូលមកក្នុង account Facebook របស់បងប្អូនសិនមកដើម្បីចូលមកយក link ជាមុនសិនដើម្បីអាចធ្វើការ copy link បានគឺបងប្អូនធ្វើការជ្រើសរើស post ណាមួយដែលបងប្អូនចង់ boost សិនមកហើយបន្តមកទៀតបងប្អូនឃើញសញ្ញាទ្រាប3ដែលនៅខាងលើហើយនៅខាងស្ដាំដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រាប3នឹងមកបន្តមកទៀតបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពីធ្វើការ copy link ហើយបងប្អូនអាចចេញពីក្នុង Facebook របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាណាបងប្អូនដោយវីដេអូនេះជាក់ស្ដែងគឺខ្ញុំចូលតាមរយៈ Google ណាបងប្អូនបន្តមកទៀតបងប្អូនគ្រាន់តែសេចពាក្យថាខ្មែរ SMM អូខេបងប្អូនចុចទៅលើសញ្ញា search ដែលនៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះណាបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុចឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងនោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះនៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook គឺការ boost post Facebook ឬក៏ការដាក់ reaction ទៅលើ Facebook post អញ្ចឹងបងប្អូនអញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo Facebook នឹងសិនមកបន្តមកទៀតបងប្អូនអូនមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook បងប្អូនប៉ុន្តែបងប្អូនអូនមកក្រោមមកដើម្បីរកមើលសេវាកម្ម Facebook post reaction សម្រាប់ Facebook post reaction នេះដែរគឺយើងមានច្រើនជម្រើសឲ្យបងប្អូនជ្រើសរើសសម្រាប់ជម្រើសសេវាកម្មទាំងអស់នឹងដែរគឺស្តៀងគ្នាទេបងប្អូនចាំបងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានសម្រាប់ខ្ញុំគឺខ្ញុំនឹងជ្រើសរើសសេវាកម្មខាងលើនេះបងប្អូនគឺ Facebook post reaction S1 ចំណុចបន្តមកទៀតបងប្អូននៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មម្តងទៀតនៅក្នុងនេះដែរគឺយើងមានជម្រើសសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនហើយសំខាន់គឺសេវាកម្មទាំងអស់នឹងមានតម្លៃធូរថ្លៃហើយសម្រាប់គុណភាពរបស់សេវាកម្មនឹងក៏ល្អទៀតដែរបងប្អូនសម្រាប់សេវាកម្មនឹងដែរគឺខ្ញុំបានធ្វើការបញ្ជាទិញឲ្យបងប្អូនគឺទទួលបានលទ្ធផលពិតតែម្ដងហើយជម្រើសសេវាកម្មដែលមាននៅក្នុងនេះដែរគឺយើងមានដូចជា React Haha React មេដៃ React Love React Wow React Angry React យមធាដើមមកបងប្អូនអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មមួយនឹងបានសម្រាប់ខ្ញុំគឺខ្ញុំយក React Love នេះបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល42នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង pop link សម្រាប់ pop link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកសម្រាប់បងប្អូនដែលអត់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង account Facebook របស់បងប្អូនហើយបន្តមកទៀតបងប្អូនជ្រើសរើស post ណាមួយដែលបងប្អូនចង់ boost post បន្តមកទៀតបងប្អូនធ្វើការ copy link post ហ្នឹងដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើ pop link នោះនៅលោតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចនៅលើអក្សរផាសហ្នឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងហ្នឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន reaction ដែលបងប្អូនចង់បានត្រង់កន្លែងហ្នឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី50 reaction ទៅដល់50000 reaction ណាបងប្អូននៅក្នុងចន្លោះតួលេខហ្នឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម50 reaction ហើយនឹងច្រើនបំផុតគឺត្រឹម50000 reaction ណាបងប្អូនបើសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងគឺខ្ញុំអត់ដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ50 reaction ទេតទៅពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាកសម្រាប់កន្លែងឆាកនឹងដែរគឺវានឹងធ្វើការកាត់លុយស្រាប់ៗឲ្យបងប្អូនតែម្ដងឧទាហរណ៍ថាបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនសម្រាប់កន្លែងឆាកនឹងដែរគឺវាអត់នៅថេរទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន reaction ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើពី50បងប្អូនដាក់100 200ឬក៏ 1k អញ្ចឹងនៅកន្លែងឆាកនឹងដែរក៏វានឹងប្រែប្រួលទៅតាមនឹងដែរណាបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបន្ទាប់ពីបងប្អូនបានចុច submit ហើយនឹងលោតជាវិកាយប័ត្របែបនេះមកបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល41នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានសម្រាប់វីដេអូរបស់យើងក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូ
ពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ